trong videoនេះគឺនិយាយពីរបៀបបង្កើតកម្រងសំណួរអង្គុយ CM នៅក្នុង Google Form ដោយយើងប្រើប្រាស់ទៅលើ AI អញ្ចឹងវីដេអូនេះអាចថាជួនជាពិសេសសម្រាប់លោកគ្រូអ្នកគ្រូដែលគាត់ចង់បង្កើតជាសំណួរនៅក្នុង Google Form ណាដោយសារពីមុនគឺឧទាហរណ៍យើងមានសំណួរមកអញ្ចឹងគឺយើងត្រូវ copy សំណួរមួយហ្នឹងចូលទៅកាន់ Google Form ម្ដងមួយអញ្ចឹងធ្វើឲ្យយើងចំណាយពេលច្រើនដើម្បី copy paste ក៏យ៉ាងយូរដែរនៅក្នុងវីដេអូនេះគឺខ្ញុំមានវិធីសាស្ត្រខ្លីមួយគឺយើងប្រើប្រាស់ AI ដើម្បីបង្កើតជា Google Form ឲ្យយើងតែម្ដងតោះឥឡូវយើងចូលទៅធ្វើទាំងអស់គ្នាអញ្ចឹងយើងបើក Chrome មួយមកហើយយើងចូលទៅកាន់ Gemini ណាអញ្ចឹងកន្លែងនេះគឺខ្ញុំចង់ឲ្យវាទៅយកសំណួរខ្ញុំបានបង្កើតហ្នឹងមកបង្កើតជា Google Form ទាំងអស់តែម្ដងឬក៏យើងអាចឲ្យវាស្រង់ចេញពីឯកសារណាមកក៏បានដែរដោយសារខ្ញុំមានសំណួរនេះ25សំណួរនេះអញ្ចឹងឲ្យវាធ្វើតាមទាំងអស់អញ្ចឹងខ្ញុំយកសញ្ញាបូកហើយខ្ញុំយកកន្លែងពាក្យថា upload file ហើយយើងទៅរកទីតាំង file របស់យើងណានៅកន្លែងណាអញ្ចឹងយើងរើស file របស់យើងមកនេះ click របស់ខ្ញុំហើយខ្ញុំចុច open វាទៅអញ្ចឹងដោយសារខ្ញុំមាន prompt set ចេញមក copy វាមកនេះអញ្ចឹង prompt របស់ខ្ញុំគឺខ្ញុំ message ជាភាសាខ្មែរអញ្ចឹងបងប្អូនអាច message ជាភាសាអង់គ្លេសក៏បានជាភាសាខ្មែរក៏បានដែរហើយយើង copy វាផាសមកទៅអញ្ចឹងយើងចូល Gemini វិញហើយយើងផាសវាចូលបន្ទាប់មកយើងចុច submit មកឬក៏ enter ក៏បានអញ្ចឹងយើងចាំវាប្រហែលជាអាចថាម្ដង1នាទីផងគឺវាទៅសេចឹងមកវិញវាលឿនយ៉ាងច្រើន10 second នេះបានអញ្ចឹងវាប្រាប់ពីរបៀបធ្វើយើងដែរជាងឲ្យមើលខាងក្រោមនេះយើងមានcode Google App Script នេះអញ្ចឹងយើង copy អាហ្នឹងមកអញ្ចឹងយើងមើលកន្លែង copy នេះមកបន្ត copy ចុច copy យើងមិនខ្វល់ថាវាសរសេរបែបណាព្រោះយើងអត់ត្រូវការមើល code ហ្នឹងទេបន្ទាប់ពីយើង copy ហើយបងប្អូនឬក៏លោកគ្រូអាចចុចបន្ថែម tab មួយទៀតហើយយើងសរសេរពាក្យថា Google App Script ហើយយើង enter មកយើងយក link ខាងលើគេហ្នឹងណាហើយចុចកន្លែង start scripting អូខេអញ្ចឹងយើង start new project មកបើបងប្អូនដែរប្រើប្រាស់ទេវាឲ្យយើងចុច preview dashboard ឬក៏យើងចុច new project ហ្នឹងក៏បានអញ្ចឹងយើងចុច Ctrl A ដើម្បីលុប code ដែលវាមានស្រាប់នឹងចោលហើយយើងចុច Ctrl V មកដើម្បីផាស code ដែលយើងបាន copy នៅក្នុង Gemini នេះចូលមកហើយចុចប៊ូតុង save ខាងលើនេះមួយអញ្ចឹងបន្ទាប់ពីយើង save ហើយយើងចុចកន្លែងពាក្យថា run យើងអាចចាំវា1នាទីអីវានឹង execute ឲ្យយើងហើយអញ្ចឹងវា execute បានលឿនឬក៏ឆាប់វាអាស្រ័យទៅលើអ៊ីនធឺណិតយើងដែរអញ្ចឹងបន្ទាប់ពីវាពុំ execute វានឹងសួរយើងហើយវាទារ permission ពី email របស់យើងដើម្បីធ្វើជា admin ទៅលើ Google Form របស់យើងណាអញ្ចឹងលោកគ្រូអាចចុចកន្លែង renew permission នេះមកវានឹង lock ទៅកាន់ email ដែលយើងប្រើប្រាស់ហ្នឹងហើយអញ្ចឹងយើងចុច continue មកអញ្ចឹងវាកំពុងដំណើរការអូខេឥឡូវយើងបង្កើតបានហើយអញ្ចឹងយើងនេះវាបង្កើត form រួចរាល់ហើយអញ្ចឹងយើង copy link ទៅcopy ពី HTTPS ទៅទៅដល់ពាក្យថា edit ចុងក្រោយនេះ copy បន្ទាប់មកយើងបើក tab ថ្មីមួយទៀតមកហើយយើងផាស link នឹងចូលទៅបន្ទាប់មកចុច enter អញ្ចឹងពេលយើង enter គឺវាចេញទៅដល់ form ដូចយើងបង្កើតនៅក្នុង Google ធម្មតាអញ្ចឹងយើងអាចដូរឈ្មោះ file របស់យើងយើងអាចដូរ description របស់យើងយើងចង់មកអីយើងដូរតាមនឹងបានណាហើយយើងអាចមកកំណត់ setting ដែលយើងត្រូវការឲ្យគាត់ submit បានម្ដងឬក៏អី view បន្ទុកអត់យើងអាចកំណត់ធម្មតាដូចដែលយើងប្រើនៅក្នុង Google Form ទូទៅអញ្ចឹងចំណែកឯសំណួរឬក៏ចម្លើយវិញលោកគ្រូ complete ទៅ verify ឡើងវិញផងព្រោះថាពេលខ្លះ AI ក៏វាចេះខុសឬក៏ចេះច្រឡំដែរអញ្ចឹងណាអញ្ចឹងយើងទៅ verify ឡើងវិញសិនតើចម្លើយយើងបានដាក់ហ្នឹងត្រឹមត្រូវអត់គឺថា answer ដែល AI បានដាក់ឲ្យយើងវាជាចម្លើយត្រឹមត្រូវអត់អញ្ចឹងយើងត្រូវទៅ verify ឡើងវិញដែរជាយើងមើលគ្រប់សំណួរយើងមកអញ្ចឹងហើយនៅពេលយើង verify ថាវាត្រូវអស់ហើយឬបន្ទុកអីត្រូវអស់ហើយអញ្ចឹងគឺយើងអាច share ទៅឲ្យនិស្សិតឬក៏សិស្សគាត់អាចធ្វើបានហើយគឺដូចទូទៅដែលយើងប្រើប្រាស់ក្នុង Google Form ហ្នឹងគឺកន្លែងនេះគឺកន្លែង form ដែលយើងប្រើទូទៅនឹងឯងអញ្ចឹងវីដេអូនេះគឺដូចជាមានតែប៉ុណ្្នឹងទេអញ្ចឹងបើសិនជាបងប្អូន
មានចម្ងល់អីផ្សេងៗអាច comment ខាងក្រោមវីដេអូនេះបានហើយបើសិនជាបងប្អូននៅត្រូវការទៅលើ Gemini បាទ Pro អញ្ចឹងគឺខ្ញុំមាន account អាចតាក់ទងខ្ញុំបានមានតម្លៃពិសេសជូនបាទសូមអរគុណ